ជាបឋមខ្ញុំបាទសូមជម្រាបសួរដល់លោកគ្រូនិងបងប្អូនមិត្តរួមថ្នាក់ទាំងអស់គ្នាទាំងចំនួនទី17 18និង19ទាំងអស់ជាទីគោរពថ្ងៃនេះខ្ញុំបាទសូមធ្វើបទបង្ហាញទាក់ទងជាមួយប្រធានបទមួយនិយាយអំពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងចំពោះសមាជិកក្រុមរបស់ខ្ញុំបាទគឺមានតែមួយរូបគឺមានខ្ញុំបាទឈូរតនាលោកអៀងសីហាព្រះតេជគុណឈិតសីមាលោកសុវិសាលលោកជាប៊ុនថាកញ្ញារឿនស្រីនាងលោកប៉ិនភៀកលោកសុវរីលោកធីដាវីលោកអងកែវនិងលោកសាក់ជ័លចំពោះមេតិការបស់ប្រធានបទខ្ញុំបាទគឺមាន3ទី1គឺស្ថាប័ននីតិបញ្ញត្តិទី2ស្ថាប័ននីតិប្រតិបត្តិនិងទី3ស្ថាប័នតុលាការមុននឹងចូលដល់មេតិកាទាំង3ខ្ញុំបាទសូមនិយាយខ្លីៗអំពីសាធារណរដ្ឋបារាំងជាមុនសិនបាទសាធារណរដ្ឋបារាំងគឺជាប្រទេសមហាអំណាចមួយក្នុងពិភពលោកដែលមានទីតាំងស្ថិតនៅអឺរ៉ុបខាងលិចដោយមានព្រំប្រទល់ជាប់ជាមួយប្រទេសបែលហ្សិកលុចសំបួរអាល្លឺម៉ង់ស្វីសអ៊ីតាលីម៉ូណាកូអេស្ប៉ាញនិងអង់ដូរ៉ាបារាំងក៏មានទឹកដីក្រៅប្រទេសរបស់ខ្លួនផងដែរដូចជា French Guiana នៅអាមេរិកខាងត្បូងជាប់ជាមួយប្រទេសប្រេស៊ីលនិងទឹកដីកោះម៉ាយុតស្ថិតនៅតំបន់ប៉ាស៊ីហ្វិកជាដើមប្រទេសបារាំងមានប្រជាជនប្រហែល68លាននាក់ដោយមានទីក្រុងប៉ារីសជារដ្ឋធានីប្រទេសបារាំងបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាសាធារណរដ្ឋបារាំងទី5ដែលបង្កើតឡើងនៅក្នុងឆ្នាំ1958បាទនេះគឺផែនទីប្រទេសបារាំងបាទកតានេះគឺទង់ជាតិបារាំងបាទហើយខាងនេះគឺរដ្ឋធានីប៉ារីសបាទចូលមកដល់ចំណុចទី1គឺស្ថាប័ននីតិបញ្ញត្តិសភាបារាំងគឺជាស្ថាប័ននីតិបញ្ញត្តិនៃសាធារណរដ្ឋបារាំងទី5ស្ថាប័ននេះត្រូវបានបែងចែកចេញជា2គឺរដ្ឋសភានិងព្រឹទ្ធសភាបាទដោយស្ថាប័នទាំងពីរគឺស្ថិតនៅទីតាំងដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងប៉ារីសបាទដោយរូបខាងឆ្វេងគឺវាមានរដ្ឋសភារូបខាងស្ដាំគឺវាមានព្រឹទ្ធសភាបាទចំណុចទី1រដ្ឋសភា National Assembly បាទរដ្ឋសភាគឺជាសភាជាន់ទាបនៃសាធារណរដ្ឋបារាំងរដ្ឋសភាដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនីតិបញ្ញត្តិនៃសាធារណរដ្ឋបារាំងទី5ដែលត្រូវបង្កើតឡើងនៅក្នុងឆ្នាំ1958លក្ខណៈសំខាន់អំពីរដ្ឋសភាប្រធានរដ្ឋសភាបច្ចុប្បន្នគឺលោកស្រី Yael Braun-Pivet ដែលត្រូវបានជ្រើសរើសដោយសមាជិករដ្ឋសភាចំពោះទីតាំងសភាគឺស្ថិតនៅក្នុងវិមានបួរបោនទីក្រុងប៉ារីសសមាជិកសភាឬក៏តំណាងរាស្ត្រហ្នឹងមានសរុបចំនួន778នាក់ចំពោះរយៈពេលនៃការកាន់តំណែងសមាជិករដ្ឋសភានីមួយៗគឺ5ឆ្នាំឬតិចជាងនេះប្រសិនបើសភាត្រូវបានរំលាយដោយប្រធានាធិបតីការបោះឆ្នោតធ្វើឡើងដោយប្រើប្រព័ន្ធពីរជុំ two round system បាទខ្ញុំសូមធ្វើការបញ្យល់កន្លែងហ្នឹងតិចខ្ញុំសូមឧទាហរណ៍បាទឧទាហរណ៍ថានៅក្នុងមណ្ឌលមួយហ្នឹងបាទជាធម្មតានៅក្នុងមណ្ឌលមួយវាមានច្រើនការិយាល័យបាទនៅក្នុងមណ្ឌលមួយហ្នឹងឧទាហរណ៍ថាមានបេក្ខជនតំណាងរាស្ត្របាទគាត់ឈើឈ្មោះប្រចាំមណ្ឌលមួយហ្នឹងចំនួន5រូបចុះឧទាហរណ៍ថាបាទឧទាហរណ៍អញ្ចឹងនៅក្នុងជុំទី1ហ្នឹងបើសិនជានៅក្នុងចំណោមបេក្ខជនតំណាងរាស្ត្រទាំង5រូបនរណាម្នាក់ទទួលបានសម្លេងឆ្នោតគាំទ្រពីប្រជាជនលើសពី 50% នោះគាត់នឹងក្លាយទៅជាតំណាងរាស្ត្រប្រចាំមណ្ឌលមួយហ្នឹងតែម្ដងដោយមិនត្រូវការបោះឆ្នោតនៅជុំទី2បន្តទៀតទេបាទហើយករណីមួយទៀតបើសិនជានៅក្នុងជុំទី1ហ្នឹងបេក្ខជនទាំង5រូបមិនមានបេក្ខជនមួយណាដែលគាត់ទទួលបានសម្លេងឆ្នោតគាំទ្រពីប្រជាជនលើសពី 50% ទេនោះនឹងត្រូវធ្វើការប្រកួតប្រជែងគ្នានៅជុំទី2ជាបន្តទៀតបាទហើយចំពោះបេក្ខជនដែលអាចទៅប្រកួតនៅជុំទី2បានលុះត្រាតែគាត់ទទួលបានសម្លេងឆ្នោតគាំទ្រនៅក្នុងជុំទី1ហ្នឹងចាប់ពី 12.5% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបប្រចាំមណ្ឌលមួយហ្នឹងបាទបេក្ខជនមួយណាដែលទទួលបានសម្លេងឆ្នោតគាំទ្រចាប់ពី 12.5% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបប្រចាំមណ្ឌលមួយហ្នឹងនោះគាត់នឹងមានលទ្ធភាពទៅប្រកួតនៅជុំទី2ទៀតបាទដូច្នេះនៅក្នុងជុំទី2បើសិនជាបេក្ខជនណាដែលគាត់ទទួលបានសម្លេងឆ្នោតគាំទ្រលើសពី 50% នោះគាត់នឹងក្លាយទៅជាបេក្ខជននោះគាត់នឹងក្លាយទៅជាតំណាងរាស្ត្រប្រចាំមណ្ឌលមួយហ្នឹងតែម្ដងបាទចូលមកដល់
ចំណុចនេះគឺតើតើជាមួយនឹងសិទ្ធិអំណាចសំខាន់នៃរដ្ឋសភាបាទទី1ស្នើពិភាក្សានិងអនុម័តច្បាប់បាទទី2អនុម័តច្បាប់ថាវិការជាតិនិងហិរញ្ញវត្ថុទី3ត្រួតពិនិត្យលើរដ្ឋាភិបាលមានន័យថាអាចសាកសួរមន្ត្រីរដ្ឋាភិបាលបាននឹងធ្វើការស៊ើបអង្កេតបាទទី4គឺរដ្ឋសភាអាចបោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋាភិបាលបាទហើយចំពោះរូបខាងឆ្វេងនេះគឺទស្សនវិជ្ជានៅក្នុងវិមានរដ្ឋសភាបាទហើយរូបខាងស្ដាំនេះបង្ហាញអំពីចំនួនអាសនៈនៅក្នុងរដ្ឋសភានឹងឯងបាទគឺមាន577ចូលមកដល់ចំណុចទី2គឺព្រឹទ្ធសភាបាទព្រឹទ្ធសភាគឺជាសភាជាន់ខ្ពស់នៃសាធារណរដ្ឋបារាំងបាទហើយសភាជាន់ទាបគឺរដ្ឋសភានឹងឯងបាទស្ថាប័នទាំងពីរនេះរួមគ្នាបង្កើតទៅជាស្ថាប័ននីតិបញ្ញត្តិនៃសាធារណរដ្ឋបារាំងទី5ចំពោះលក្ខណៈសំខាន់នៃព្រឹទ្ធសភាបាទគឺប្រធានព្រឹទ្ធសភាបច្ចុប្បន្នគឺលោក Gerard Larcher បាទដែលជ្រើសរើសដោយសមាជិកព្រឹទ្ធសភាចំពោះទីតាំងវិមានព្រឹទ្ធសភាគឺស្ថិតនៅក្នុងវិមាន Luxembourg ទីក្រុងប៉ារីសបាទសមាជិកព្រឹទ្ធសភាមានចំនួន348រូបដែលស្មើទៅនឹងពាក់កណ្ដាលនៃសមាជិករដ្ឋសភាបាទចំពោះសមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជ្រើសរើសដោយអសកលបាទមានន័យថាមិនមែនបោះឆ្នោតដោយប្រជាជនទូទៅដោយបោះឆ្នោតសភាឬក៏បោះឆ្នោតរដ្ឋសភាទេបាទគឺអសកលពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់បាទស្រុកខណ្ឌខេត្តក្រុងជាដើមបាទនិងតំណាងរាស្ត្របាទចំពោះរយៈពេលការដំណើរនៃសមាជិកព្រឹទ្ធសភាគឺមានរយៈពេល6ឆ្នាំក៏ប៉ុន្តែពាក់កណ្ដាលនៃសមាជិកព្រឹទ្ធសភាត្រូវបានបោះឆ្នោតជ្រើសរើសឡើងវិញក្នុងរយៈពេល3ឆ្នាំម្ដងបាទចូលមកដល់ចំណុចនេះគឺតើតើជាមួយនឹងសិទ្ធិអំណាចសំខាន់នៃព្រឹទ្ធសភាបាទព្រឹទ្ធសភាចែករំលែកសិទ្ធិចែករំលែកអំណាចនីតិបញ្ញត្តិជាមួយរដ្ឋសភាព្រឹទ្ធសភាមានអំណាចតិចជាងរដ្ឋសភាព្រឹទ្ធសភាមានភារកិច្ចចូលរួមតាក់តែងអនុម័តច្បាប់និងបញ្ចប់ថវិកាជាតិបាទព្រឹទ្ធសភាក៏អាចត្រួតពិនិត្យសកម្មភាពរបស់រដ្ឋាភិបាលផងដែរបាទចំពោះរូបភាពខាងឆ្វេងនេះគឺជាទស្សនវិជ្ជានៅក្នុងវិមានព្រឹទ្ធសភាបាទហើយរូបខាងស្ដាំនេះគឺបង្ហាញអំពីចំនួនអាសនៈនៅក្នុងព្រឹទ្ធសភាគឺមាន348ចូលមកដល់ចំណុចទី2គឺស្ថាប័ននីតិប្រតិបត្តិបាទស្ថាប័ននីតិប្រតិបត្តិនៃសាធារណរដ្ឋបារាំងគឺដឹកនាំដោយប្រធានាធិបតីនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីបាទចំណុចទី1ប្រធានាធិបតីបាទប្រធានាធិបតីបច្ចុប្បន្នគឺលោក Emmanuel Macron បាទរូបខាងលើនេះគឺជារូបវិមានប្រធានាធិបតីបាទគឺវិមាន Élysée បាទរូបខាងក្រោមនេះគឺជារូបលោកប្រធានាធិបតី Macron បាទប្រធានាធិបតីគឺជាប្រមុខរដ្ឋហើយត្រូវបានជ្រើសរើសដោយការបោះឆ្នោតសកលពីសំណាក់ប្រជាជនដោយប្រើប្រព័ន្ធពីរជុំសម្រាប់រយៈពេល5ឆ្នាំចំនួន2អាណត្តិដូច្នេះប្រធានាធិបតីបារាំងគឺមានសិទ្ធិកាន់អំណាចបានចំនួន2អាណត្តិបាទដែលមួយអាណត្តិ5ឆ្នាំបាទតើតើជាមួយនឹងការបោះឆ្នោតពីរជុំនេះដែរខ្ញុំសូមលើកជាឧទាហរណ៍បាទតើតើជាមួយនឹងការបោះឆ្នោតប្រធានាធិបតីឧទាហរណ៍ថាមានបេក្ខជនចំនួន5រូបគាត់ឈើឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបាទអញ្ចឹងនៅក្នុងជុំទី1ហ្នឹងបើសិនជាមានបេក្ខជនប្រធានាធិបតីណាមួយដែលគាត់ទទួលបានសម្លេងឆ្នោតគ្រប់គ្រងពីប្រជាជនលើសពី50%នោះគាត់នឹងក្លាយទៅជាប្រធានាធិបតីតែម្ដងដោយមិនត្រូវការឆ្លងកាត់ការបោះឆ្នោតជុំទី2ទេបាទផ្ទុយមកវិញករណីទី2បើសិនជាក្នុងករណីជុំទី1ហ្នឹងมันមានបេក្ខជនណាម្នាក់ក្នុងចំណោម5រូបហ្នឹងទទួលបានការគ្រប់គ្រងលើសពី50%ទេនោះនឹងត្រូវធ្វើការទៅប្រកួតនៅជុំទី2ទៀតបាទអញ្ចឹងចំពោះបេក្ខជនដែលមានសិទ្ធិទៅប្រកួតជុំទី2បានបាទគឺជ្រើសរើសបេក្ខជនចំនួន2រូបប៉ុណ្ណោះដែលទទួលបានសម្លេងឆ្នោតគ្រប់គ្រងជាងគេលំដាប់ទី1និងលំដាប់ទី2នៅក្នុងជុំទី1បាទអញ្ចឹងនៅក្នុងជុំទី1ហ្នឹងបេក្ខជនណាដែលទទួលបានការគ្រប់គ្រងច្រើនជាងគេលំដាប់ទី1និងលំដាប់ទី2នឹងត្រូវទៅប្រកួតគ្នានៅជុំទី2បាទដូច្នេះនៅក្នុងជុំទី2មានបេក្ខជន2រូបធ្វើការប្រកួតប្រជែងគ្នាដើម្បីជ្រើសរើសជាតំណែងប្រធានាធិបតីបាទដូច្នេះបេក្ខជនណាឈ្នះនឹងក្លាយទៅជាប្រធានាធិបតីនៃសាធារណរដ្ឋបារាំងប្រធានាធិបតីមានសិទ្ធិអំណាចសំខាន់ដូចជាបាទតែងតាំងនាយករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីបាទដឹកនាំគោលនយោបាយការបរទេសបាទជាក់ស្ដែងដូចជាការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាដើមវាជាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីបាទជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមានន័យថាប្រធានាធិបតីគឺជាអ្នកបញ្ជាទ័ពបាទមានសិទ្ធិបញ្ជាទ័ព
ជាអ្នកទទួលសារតាំងបាទកន្លែងហ្នឹងមានន័យថានៅពេលដែលបរទេសបាទធ្វើការតែងតាំងឯកអគ្គរដ្ឋទូតឬក៏ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសបារាំងគឺប្រធានាធិបតីជាអ្នកទទួលសារតាំងនិងទទួលស្គាល់បាទអ្នកហ្នឹងគឺជាឯកអគ្គរដ្ឋទូតឬក៏ឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំងបាទចុះហត្ថលេខាលើច្បាប់ក្រិតសិទ្ធិសញ្ញាបាទមានសិទ្ធិវេតូលើច្បាប់ផ្សេងអញ្ចឹងឧទាហរណ៍ថាសភាគាត់អនុម័តច្បាប់ស្អីមួយបាទដែលច្បាប់ហ្នឹងគឺប្រធានាធិបតីគាត់អត់ពេញចិត្តទេដូច្នេះប្រធានាធិបតីគាត់មានសិទ្ធិវេតូមិនចុះហត្ថលេខាលើច្បាប់ហ្នឹងបាទហើយមួយទៀតមានសិទ្ធិរំលាយសភាបាទនេះគឺជាសិទ្ធិធំមែនទែនដែលរដ្ឋធម្មនុញ្ញរបស់បារាំងគឺផ្ដល់សិទ្ធិអំណាចដល់ប្រធានាធិបតីក្នុងការរំលាយសភាដូច្នេះសូតាថាតើហេតុអ្វីបានជាប្រធានាធិបតីគាត់រំលាយសភាបាទកត្តាធំបំផុតគឺការជាប់គាំងនយោបាយបាទជាក់ស្ដែងនៅក្នុងប្រទេសបារាំងគឺបច្ចុប្បន្ននេះគឺមិនមានគណៈបកនយោបាយណាមួយដែលមានសម្លេងឆ្នោតបាទដែលមានសម្លេងនៅក្នុងសភាហ្នឹងច្រើនជាងគេដាច់ខាតនោះទេបាទគឺមានសម្លេងអត់គ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលម្នាក់ឯងទេដូច្នេះហើយគឺមានវិបត្តិនយោបាយកើតឡើងឧទាហរណ៍ថារដ្ឋាភិបាលគាត់ចង់ស្នើច្បាប់ទៅសភាដូច្នេះសភាដោយសារតែបកប្រឆាំងគាត់មានសម្លេងច្រើនជាងបកកណ្ដាលអំណាចដូច្នេះគាត់អាចមិនបោះឆ្នោតគ្រប់គ្រងនោះច្បាប់នឹងចេញអត់រួចបាទដូច្នេះហើយវានាំឲ្យមានការជាប់គាំងនយោបាយដូច្នេះប្រធានាធិបតីសម្រេចចិត្តរំលាយសភាធ្វើការបោះឆ្នោតសភាឡើងវិញដើម្បីបាទច្រកចេញបាទតាក់ទងជាមួយនឹងបញ្ហាហ្នឹងបាទអញ្ចឹងខ្ញុំសូមនិយាយខាងក្រៅមួយទៀតបាទអញ្ចឹងសួរថាប្រធានាធិបតីមានអំណាចខ្លាំងម៉េចក្នុងការរំលាយសភាអញ្ចឹងសួរថាតើមានវិធីសាស្ត្រអីដែលទម្លាក់ប្រធានាធិបតីវិញបានអត់បាទមានប៉ុន្តែនីតិវិធីទម្លាក់ប្រធានាធិបតីគឺស្មុគស្មាញណាស់ហើយសឹងតែមិនអាចទៅរួចបាទនីតិវិធីគឺមានបាទគឺតាក់ទងជាមួយនឹងសភាទាំងពីរតែម្ដងបាទគឺរដ្ឋសភានិងប្រតិសភាបាទបើសិនជាចង់ទម្លាក់ប្រធានាធិបតីតើតែបាទមានសម្លេង2/3នៃសភាទាំងពីរនេះមានន័យថាในសភាទាំងពីរថ្នាក់មានន័យថារដ្ឋសភាមានសម្លេង2/3 ព្រឹទ្ធសភាសម្លេង2/3បាទបន្ទាប់មករួមគ្នាទៅបង្កើតទៅជាឧត្តមក្រុមប្រឹក្សាមួយដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើប្រធានាធិបតីមួយហ្នឹងតើគាត់ធ្វើត្រូវច្បាប់អត់បើសិនជាឧត្តមក្រុមប្រឹក្សាមួយហ្នឹងគាត់ត្រួតពិនិត្យទៅឃើញថាប្រធានាធិបតីគាត់អត់មានទោសទេនោះប្រធានាធិបតីនឹងគាត់នឹងដឹកនាំប្រទេសធម្មតាមានន័យថាគាត់នៅកាត់អំណាចធម្មតាអញ្ចឹងណាអញ្ចឹងបើសិនជាឧត្តមក្រុមប្រឹក្សាមួយហ្នឹងគាត់ត្រួតពិនិត្យទៅឃើញថាប្រធានាធិបតីពិតជាខុសមែននោះប្រធានាធិបតីនឹងត្រូវបានដកចេញពីតំណែងតាក់ទងជាមួយនឹងចំណុចទី2នាយករដ្ឋមន្ត្រីបាទនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក Sébastien Lecornu បាទដែលគាត់ជាអតីតរដ្ឋមន្ត្រីការពារជាតិបាទគាត់ទើបតែត្រូវបានលោកម៉ាក្រុងតែងតាំងធ្វើជានាយករដ្ឋមន្ត្រីទេបាទបន្ទាប់ពីលោកបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីចាស់បាទគឺលោក François Bayrou បាទត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែងបាទតាក់ទងជាមួយនឹងកន្លែងហ្នឹងដែរគឺនាយករដ្ឋមន្ត្រីគឺត្រូវបានតែងតាំងដោយប្រធានាធិបតីដោយមិនត្រូវការឆ្លងកាត់សភាទេមានន័យថាអត់ត្រូវការឆ្លងកាត់រដ្ឋសភាទេក៏ប៉ុន្តែរដ្ឋសភាអត់មានសិទ្ធិតែងតាំងនាយករដ្ឋមន្ត្រីមែនប៉ុន្តែមានសិទ្ធិបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីក្នុងសម្លេងភាគច្រើនមានន័យថាក្នុងសម្លេង50+1ចាប់ពី50%ឡើងទៅនឹងអាចទម្លាក់ប្រធានាធិបតីដូចជារំលែករដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីផងដែរបាទតែតើជាមួយរូបខាងលើនេះគឺជាវិមាននាយករដ្ឋមន្ត្រីបាទភាសាបារាំងហៅថាវិមាន Matignon បាទហើយរូបខាងក្រោមនេះគឺជាលោកនាយករដ្ឋមន្ត្រី Sébastien Lecornu បាទនាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយប្រធានាធិបតីបាទតួនាទីរបស់គាត់គឺដឹកនាំសកម្មភាពរដ្ឋាភិបាលស្នើច្បាប់និងត្រួតពិនិត្យការអនុវត្តគោលនយោបាយគ្រប់គ្រងកិច្ចការរដ្ឋាភិបាលប្រចាំថ្ងៃនៅក្នុងប្រទេសបាទចំណុចទី3គឺគណៈរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីគឺជាសមាជិកនៃរដ្ឋមន្ត្រីដែលតែងតាំងដោយប្រធានាធិបតីដែរបាទទទួលខុសត្រូវចំពោះគោលនយោបាយរបស់រដ្ឋាភិបាលនិងគ្រប់គ្រងអនុវត្តការងារប្រចាំថ្ងៃរបស់រដ្ឋាភិបាលបាទចូលមកដល់ចំណុចទី3គឺស្ថាប័នតុលាការស្ថាប័នតុលាការនៃប្រទេសបារាំងគឺជាស្ថាប័នឯករាជ្យរបស់រដ្ឋាភិបាលដែលទទួលខុសត្រូវក្នុងការបកស្រាយច្បាប់អនុវត្តច្បាប់ដោយធានានៅយុត្តិធម៌ក្រោមរដ្ឋធម្មនុញ្ញដោយមិនលំអៀងទៅនិន្នាការណាមួយឡើយបាទមិនស្ថិតនៅក្រោមអធិបុលបុគ្គលមានអំណាចណាមួយទេគឺជាស្ថាប័នឯករាជ្យបាទប្រទេសបារាំងមានប្រព័ន្ធតុលាការពីរតែតម្លៃពីគ្នាគឺ Judicial Order និង Administrative Order បាទ
តាក់ទងជាមួយនឹងរូបខាងក្រោមនេះនិយាយអំពីអំណាចតុលាការនៅក្នុងប្រទេសបារាំងបាទខាងលើនេះពណ៌បៃតងខាងលើនេះគឺក្រុមប្រឹក្សាធម្មនុញ្ញបាទក្រុមប្រឹក្សាធម្មនុញ្ញគឺជាស្ថាប័នកំពូលបាទហើយរូបខាងឆ្វេងនេះពណ៌ខៀវនេះ Judicial Order នេះគឺជាប្រព័ន្ធតុលាការមួយដែលទទួលខុសត្រូវទៅលើសំណុំរឿងពីរគឺសំណុំរឿងរដ្ឋប្រវេណីនិងសំណុំរឿងព្រហ្មទណ្ឌបាទហើយចំពោះស្ថាប័នដែលស្ថិតនៅក្រោម Judicial Order នេះមាន3បាទស្ថាប័នខាងលើនេះគឺតុលាការកំពូលបាទតុលាការកំពូលហើយស្ថាប័នទី2នេះគឺសាលាឧទ្ធរណ៍និងស្ថាប័នខាងក្រោមនេះតូចជាងគេនេះគឺសាលាដំបងបាទរីឯរូបខាងស្ដាំនេះដូចគ្នាដែររូបក្រហមនេះបាទ Administrative Order នេះបាទចំពោះស្ថាប័នដែលស្ថិតនៅក្រោម Administrative Order នេះមាន3ដែរបាទទី1តុលាការកំពូលដែរបាទតែគាត់ថាតុលាការកំពូលរដ្ឋបាលឬក្រុមប្រឹក្សារដ្ឋទី2គឺសាលាឧទ្ធរណ៍រដ្ឋបាលបាទទី3គឺសាលាដំបងរដ្ឋបាលដែរចំណុចទី1គឺក្រុមប្រឹក្សាធម្មនុញ្ញបាទក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋបារាំងទី5នៅក្នុងឆ្នាំ1958សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញបកស្រាយរដ្ឋធម្មនុញ្ញពិនិត្យទៅលើច្បាប់ដែលសភាបានអនុម័តបាទសម្រាប់អំពីវិវាទកម្មតាក់ទងជាមួយនឹងការបោះឆ្នោតប្រធានាធិបតីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិងការបោះឆ្នោតជ្រើសរើសឬក៏ជ្រើសតាំងសមាជិករដ្ឋសភាព្រមទាំងត្រួតពិនិត្យការអនុវត្តច្បាប់របស់រដ្ឋាភិបាលផងដែរបាទចំពោះសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញមាន9រូបដែលក្នុងនោះ1រូបជាប្រធាននិង8រូបជាសមាជិកបាទហើយត្រូវបានតែងតាំងសម្រាប់រយៈពេល9ឆ្នាំបាទខុសពីនៅអាមេរិកបាទតុលាការកំពូលគេចៅក្រមតុលាការកំពូលបាទ Supreme Court ហ្នឹងបាទគឺកាន់អំណាចមួយជីវិតប៉ុន្តែនៅបារាំងក្រុមប្រឹក្សាធម្មនុញ្ញបាទចំពោះសមាជិកនេះគឺកាន់អំណាចតែ9ឆ្នាំទេបាទដោយប្រធានាធិបតីជ្រើសរើសចំនួន3រូបប្រធានរដ្ឋសភាជ្រើសរើស3រូបនិងប្រធានព្រឹទ្ធសភាជ្រើសរើសចំនួន3រូបបាទរូបខាងឆ្វេងដៃនេះគឺទីតាំងនៃក្រុមប្រឹក្សាធម្មនុញ្ញបាទហើយរូបខាងស្ដាំដៃនេះគឺជារូបប្រធាននិងសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញមានចំនួន6រូបនេះឯងបាទតាក់ទងជាមួយនឹងចំណុចទី2 Judicial Order បាទនៅប្រទេសបារាំង Judicial Order គឺសំដៅទៅលើប្រព័ន្ធតុលាការដែលដោះស្រាយទៅលើសំណុំរឿងរដ្ឋប្រវេណីបាទសំណុំរឿងរដ្ឋប្រវេណីនេះគឺដោះស្រាយចំនួនរវាងបុគ្គលឯកជនឬអង្គភាពបាទនិងសំណុំរឿងព្រហ្មទណ្ឌគឺដោះស្រាយទៅលើបទល្មើសដូចជាបទប្រឆាំបាទគឺបទកម្រិតស្រាលនិងបទឧក្រិដ្ឋបាទគឺបទកម្រិតធ្ងន់បាទ Judicial Order មានប្រព័ន្ធតុលាការ3ដូចខ្ញុំលើកឡើងខាងលើអញ្ចឹងបាទទី1គឺសាលាដំបងបាទសាលាដំបងគឺជាសាលាជំនុំជម្រះក្តីថ្នាក់ទី1ដែលមានសមត្ថកិច្ចជំនុំជម្រះក្តីលើសំណុំរឿងរដ្ឋប្រវេណីនិងសំណុំរឿងព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាទទី2គឺសាលាឧទ្ធរបាទសាលាឧទ្ធរគឺជាតុលាការថ្នាក់ទី2មានតួនាទីជំនុំជម្រះក្តីជំនុំជម្រះបណ្ដឹងឧទ្ធរពីគូវិវាទណាមួយដែលមិនពេញចិត្តនិងសេចក្តីសម្រេចរបស់ចៅក្រមនៅសាលាដំបងបាទលើសំណុំរឿងរដ្ឋប្រវេណីនិងសំណុំរឿងព្រហ្មទណ្ឌនឹងឯងបាទចំពោះស្ថាប័នកំពូលបំផុតគឺតុលាការកំពូលបាទ Court of Cassation ហ្នឹងគឺជាតុលាការកំពូលថ្នាក់ខ្ពស់លើសំណុំរឿងរដ្ឋប្រវេណីនិងសំណុំរឿងព្រហ្មទណ្ឌដែលលាតសន្ធឹងលើដែនដីប្រទេសបារាំងទាំងមូលវាគឺជាស្ថាប័នកំពូលមួយក្នុងចំណោមស្ថាប័នកំពូលទាំង4បាទនៃស្ថាប័នតុលាការគឺទី1ក្រុមប្រឹក្សាធម្មនុញ្ញទី2ក្រុមប្រឹក្សារដ្ឋឬតុលាការកំពូលរដ្ឋបាលនឹងឯងបាទទី3គឺតុលាការវិវាទយុត្តិធម៌ចូលមកដល់ចំណុចទី3គឺ Administrative Order បាទនៅប្រទេសបារាំងគឺ Administrative Order ហ្នឹងគឺសំដៅទៅលើប្រព័ន្ធតុលាការដែលដោះស្រាយទៅលើសំណុំរឿងរដ្ឋបាលបាទមានដូចជាវិវាទរវាងអាជ្ញាធរសាធារណៈនិងប្រជាពលរដ្ឋរវាងនីតិបុគ្គលសាធារណៈនិងនីតិបុគ្គលសាធារណៈឬរវាងនីតិបុគ្គលសាធារណៈនិងនីតិបុគ្គលឯកជនបាទចំពោះ Administrative Order ហ្នឹងដែរមានប្រព័ន្ធតុលាការ3ដែរបាទទី1គឺសាលាដំបងរដ្ឋបាលបាទសាលាដំបងរដ្ឋបាលគឺជាសាលាជម្រះក្តីរដ្ឋបាលថ្នាក់ទី1ដែលមានសមត្ថកិច្ចជំនុំជម្រះក្តីលើសំណុំរឿងរដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាទទី2គឺសាលាឧទ្ធររដ្ឋបាលសាលាឧទ្ធររដ្ឋបាលគឺជាតុលាការថ្នាក់ទី2មានតួនាទីជំនុំជម្រះបណ្ដឹងឧទ្ធរពីគូវិវាទណាមួយដែលមិនពេញចិត្តនឹងសេចក្តីសម្រេច
របស់ចៅក្រមនៅសាលាដំបងរដ្ឋបាលលើសំណុំរឿងរដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាទចំពោះស្ថាប័នកម្ពុជានៃស្ថាប័នតុលាការនៃ Administrative Order គឺតុលាការកម្ពុជារដ្ឋបាលឬក្រុមប្រឹក្សារដ្ឋបាទក្រុមប្រឹក្សារដ្ឋឬក៏តុលាការកម្ពុជារដ្ឋបាលហ្នឹងគឺជាតុលាការរដ្ឋបាលថ្នាក់ខ្ពស់លើសំណុំរឿងរដ្ឋបាលដែលលាតសន្ធឹងលើប្រទេសបារាំងទាំងមូលបាទហើយទូនាទីរបស់គាត់មួយទៀតគឺទូនាទីប្រឹក្សាដល់រដ្ឋាភិបាលបាទឧទាហរណ៍ថារដ្ឋាភិបាលក៏ចង់ចេញក្រិតអីមួយបាទអញ្ចឹងមុននឹងចេញហ្នឹងគឺក្រុមប្រឹក្សារដ្ឋហ្នឹងគាត់ធ្វើការត្រួតពិនិត្យមើលសិនគាត់ធ្វើការពិភាក្សាដល់រដ្ឋាភិបាលថាតើច្បាប់ដែលរដ្ឋាភិបាលគាត់ចេញហ្នឹងគឺវាត្រឹមត្រូវអត់វាត្រឹមត្រូវទៅតាមរដ្ឋធម្មនុញ្ញឬមួយក៏គ្រប់ជ្រុងជ្រោយអត់បាទបើសិនជាមិនត្រង់គ្រប់ជ្រុងជ្រោយទេនោះក្រុមប្រឹក្សារដ្ឋគាត់មានសិទ្ធិកែតម្រូវបាទផ្ដល់យោបល់ឲ្យរដ្ឋាភិបាលគួរតែកែតម្រូវកន្លែងនេះដើម្បីឲ្យវាល្អប្រសើរឡើងវិញហើយមួយទៀតតាក់ទងជាមួយនឹងច្បាប់ផ្សេងដែលរដ្ឋាភិបាលគាត់ចង់ស្នើឲ្យសភាគាត់ធ្វើការអនុម័តបាទដូច្នេះមុននឹងធ្វើការបញ្ចូលច្បាប់នឹងទៅឲ្យសភាធ្វើការអនុម័តនោះក្រុមប្រឹក្សារដ្ឋហ្នឹងក៏មានទូនាទីធ្វើការត្រួតពិនិត្យនិងពិភាក្សាចំពោះរដ្ឋាភិបាលដែរតែច្បាប់ដែលរដ្ឋាភិបាលគាត់ចង់បញ្ចូលទៅសភាហ្នឹងវាត្រឹមត្រូវអត់បើសិនជាត្រួតពិនិត្យទៅឃើញថាត្រឹមត្រូវហើយបាទនោះរដ្ឋាភិបាលនឹងអាចបញ្ចូលច្បាប់ហ្នឹងទៅកាន់សភាបានបាទហើយចំពោះការត្រួតពិនិត្យនេះឯងគឺដើម្បីធានាថាច្បាប់ដែលរដ្ឋាភិបាលគាត់ធ្វើការស្នើឲ្យសភាអនុម័តហ្នឹងគឺវាស្របទៅនឹងរដ្ឋធម្មនុញ្ញគឺវាមិនផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញបាទដូច្នេះចំពោះការធ្វើបទបង្ហាញរបស់ខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេបាទជាចុងក្រោយសូមអរគុណដល់លោកគ្រូក៏ដូចជាបងប្អូនមិត្តរួមថ្នាក់ទាំងអស់គ្នាក្នុងការចំណាយពេលវេលាតាមដានការធ្វើបទបង្ហាញរបស់ខ្ញុំបាទខ្ញុំបាទសូមអរគុណសូមជម្រាបលាបាទ